លោកគ្រូខ្ញុំមិនបណ្ដោយឲ្យលោកគ្រូធ្វើបាបមនុស្សក្នុងគ្រួសារខ្ញុំទេឯងពិតជាលីនរ៉ូហែនមែនកែវភ្នែករបស់ឯងពេលនេះគឺដូចនាងបេះបិទមងមនុស្សយើងណាទោះអាចផ្លាស់ប្ដូរអ្វីក៏ដោយតែកែវភ្នែកមិនអាចប្ដូរបានទេមិញនេះឯងនិយាយថាម៉េចមនុស្សក្នុងគ្រួសារឯងខ្ញុំទើបជាគ្រួសាររបស់ឯងខ្ញុំចិញ្ចឹមឯង18ឆ្នាំខ្ញុំបានផ្ដល់អ្វីគ្រប់យ៉ាងឲ្យឯងណាសៀវហានសៀវហានស្ដាប់សម្ដីលោកគ្រូទេទៅឡុងគូសាំងឲ្យគេវេលលុយមកឲ្យតែលុយមកដល់លោកគ្រូនឹងនាំឯងត្រឡប់ទៅអូស្ត្រាលីវិញសូមទោសលោកគ្រូនេះប្រហែលជាលើកទី1ហើយតាំងពីតូចដល់ធំហើយក៏ជាលើកចុងក្រោយដែរដែលខ្ញុំមិនស្ដាប់តាមពាក្យលោកគ្រូលោកគ្រូបានចិញ្ចឹមខ្ញុំធំលោកគ្រូមានគុណលើខ្ញុំប៉ុន្តែខ្មៅគឺខ្មៅស្គឹសចំណុចនេះមិនអាចកែប្រែបានជារៀងរហូតនេះក៏ជាអ្វីដែលលោកគ្រូធ្លាប់បង្រៀនខ្ញុំដែរបញ្ឈប់ត្រឹមនឹងទៅលោកគ្រូស្ដាប់យល់ហើយបើអញ្ចឹងថ្ងៃនេះនៅទីនេះពួកយើងទាំងពីរអ្នកគ្រូនិងសិស្សមកដោះស្រាយគ្នាឲ្យដាច់ស្រេចទៅលោកគ្រូខ្ញុំចង់សួរគ្រូមួយម៉ាត់ចុងក្រោយពេលការពារឡុងគូសៀងនៅប្រទេសអូការដែលក្រឹវីខ្ញុំរហូតដល់ស្លាប់នេះក៏ជាផ្នែកមួយនៃផែនការរបស់គ្រូដែរមែនទេសៀវហ៊ានចាត់ទុកថាគ្រូសុំទោសឯងចុះ8 7សៀវងើបឡើងមកងើបឡើង6 5 4ប៉ាឃើញទេខ្ញុំប្រាប់ហើយតើអស់ចាស់ណាស់ណែសៀវងើបឡើងវិញហើយលឿនមើលណែស៊ូសៀវលទ្ធផលចេញរួចទៅហើយកុំរឹងអីឯងចូលមកចង់ងាប់មែនអស់ចាស់ណាស់ឈ្នះហើយសៀវឈ្នះហើយម៉ាក់ល្អធ្វើបានល្អណាស់អស់ចាស់ហ្មងមិនគួរណាលូសាវអាចចាញ់សោះវាមិនអាចទៅរួចទេល្អណាស់មិនក៏ខ្លាំងម្លេះវ៉ាវាបានល្អណាស់អាឡូប៉ាមានការអីប្រញាប់មកផ្ទះវិញមកគ្រូសាយើងខ្សែធនហើយកូនឯងត្រូវតែត្រឡប់ទៅស្រុកស្រែវិញហើយមិនអាចទេខ្ញុំមិនចង់ត្រឡប់ទៅស្រុកស្រែវិញទេសៀវឯងលយជាងគេហ្មងយប់នេះហៅមនុស្សទាំងអស់មកជួបខ្ញុំដើម្បីរៀបចំពិធីជប់លៀងអបអរដល់ពេលហ្នឹងគ្រប់គ្នាត្រូវផ្លាស់ប្ដូរគ្នាសរសើរសៀវមិនបាច់ក្រែងចិត្តទេខំប្រឹងសរសើរអស់ពីពោះមកប៉ាប៉ាវគេញ៉ាំអីវាបានហើយតែរឿងសរសើរនឹងលែងទៅមិនបានទេត្រូវតែសរសើរនឹងឯងកូនឯងមើលឯងដណ្ដើមបានជើងឯកថែមទាំងជួយប៉ូលីសចាប់បានឧក្រិដ្ឋជនធំទៀតនេះជាកិត្តិយសធម្មតាដឹងអត់នេះក៏ដោយសារតែមិត្តរួមថ្នាក់របស់ខ្ញុំស៊ុនហាវរ៉ានដែរគឺគេនឹងហើយដែលឆែកទីតាំងទូរស័ព្ទខ្ញុំហើយប្រាប់ប៉ូលីសលោកប្រធានតុងមនុស្សពូកែអញ្ចឹងប្រញាប់តាក់ទងឲ្យមកធ្វើការក្រុមហ៊ុនយើងមកបាទមួយទៀតយប់នេះពេលសរសើរសៀវអ្នកណាសរសើរបានពីរោះជាងគេក្នុងនាមជាប្រធានក្លឹបអ្នកគាំទ្រខ្ញុំនឹងឲ្យរង្វាន់មាសកន្លះគីឡូហាចាំផ្លែតខ្ញុំត្រូវប្រញាប់ចូលមើលអ៊ីនធឺណិតសិនខ្ញុំត្រូវតែយករង្វាន់នឹងឲ្យបាន